មកដល់ពាក់កណ្ដាលដើមមកសាលគាត់ឃើញគាត់ថាគាត់ស្រែកហៅអាឌីឯងតាណាអាឌីឯងតាណាស្រែកខ្លាំងមកដល់តែមើលទៅក្រោមគល់ឈើទៅក៏ឃើញថាប្រពន្ធពូឌីកំពុងតែឈរបក់ដៃហៅពូឌីឲ្យចុះមកគាត់រៀបឆ្លងទន្លេហើយបងប្អូនហើយអញ្ចឹងមកដូចចាស់ថានៅក្នុងព្រៃបើឃើញសាច់ញាតិអីមកហៅមកតាមមកទៅផ្ទះអីគុំអានឹងមិនមែនទេគឺជាពពុះអាមនុស្សទេបងប្អូនហើយពេលហ្នឹងវាយឺតពេលបាត់ទៅហើយគ្រាន់តែពូឌីសម្រុតចុះដល់ពាក់កណ្ដាលដើមទៅពូសាលក៏ដឹងថាពូឌីសម្រុតចុះមកដល់ឯបខ្លាមកពីណាមិនដឹងទេបងប្អូនប៉ុណ្ណានៃហោះមកខំពូឌីអូសទៅបាត់បាទសូមគោរពនឹងជំរាបសួរបងប្អូនប្រិយមិត្តមនុស្សស្ដាប់ទាំងអស់គ្នាជាទីគោរពនិងជាទីមេត្រីសូមស្វាគមន៍មកកាន់ Channel YouTube ដំណើរខ្មែរបាទនៅក្នុងរឿងត្រីនេះផងដែរគឺជារឿងព្រីខ្លាភាគទី2ដែលមាននឹងសូមបន្តនៅសាច់រឿងពីភាគ1ហើយក៏បញ្ជាក់ផងដែរថាបើសិនជាបងប្អូនប្រិយមិត្តមិនស្ដាប់ទាំងអស់គ្នាមិនទាន់បានចុចស្ដាប់នៅភាគទី1ទេបងប្អូនអាចចុច link នៅក្នុង description នៃវីដេអូនេះខាងក្រោមដើម្បីទៅស្ដាប់សាច់រឿងភាគទី1ឲ្យយល់សិនបើមិនដូច្នេះទេបងប្អូនប្រហែលជាស្ដាប់នៅសាច់រឿងភាគទី2នេះប្រហែលជាអត់យល់បានអញ្ចឹងចំពោះបងប្អូនណាដែលគាត់មិនទាន់ស្ដាប់គាត់អាចចុចទៅស្ដាប់បានហើយចំពោះបងប្អូនដែលបានស្ដាប់នៅភាគទី1រួចរាល់ហើយដូច្នេះយើងនឹងបន្តនៅសាច់រឿងភាគទី2ដែលជាភាគបន្តផងដែរមុននឹងចូលទៅកាន់វីដេអូ admin ក៏សូមចាត់បងប្អូនប្រិយមិត្តមិនស្ដាប់ទាំងអស់គ្នាជាពិសេសអ្នកដែលថ្មីមិនទាន់បានចុច subscribe admin ទេក៏សូមមេត្តាជួយចុច subscribe channel admin ម្នាក់មួយផងដើម្បីជាកម្លាំងចិត្តដ៏ធំធេងមែនទែនសម្រាប់ខ្ញុំនៅក្នុងការផលិតនៅវីដេអូបន្តទៀតហើយក៏ដូចជាដើម្បីបងប្អូនងាយស្រួលនៅក្នុងការទទួលបានការជូនដំណឹងមុនគេផងដែរនៅពេលដែលខ្ញុំបានផុសវីដេអូសាច់រឿងបន្តទៀតដូចនេះកុំឲ្យខាតពេលយើងនឹងបន្តនៅសាច់រឿងព្រីខ្លាភាគទី2បាទដែលជាភាពបន្តដូចតទៅបាទយោននឹងអង្វុតគាត់ក៏បានគ្រាបង្ភ័ណ្ឌដែលត្រូវបានសារអ្វីខាំកាលពីយប់មិញមិនដឹងនោះទេហើយក៏យោនមិនបានទួអង្វុតនឹងបង្ភ័ណ្ឌនោះទេថាតើកូនគាត់នឹងត្រូវសត្វស្អីខាំដោយសារគាត់មើលទៅហាក់បីដូចបានដឹងហើយថានេះគឺជាសត្វអ្វីដែលបានខាំបង្ភ័ណ្ឌចឹងដែរចឹងហើយគាត់ក៏បានគ្រាធ្វើដំណើរដោយប្រញាប់ប្រញាល់ណាស់អញ្ចឹងហើយបើមើលទៅទឹកមុខរបស់យោនវិញគឺឃើញថាបង្កែវគាត់ថាគាត់មិនដែលឃើញឪពុកគាត់មានស្ថានភាពអញ្ចឹងទេទឹកមុខគាត់ដូចប្រញាប់ប្រញាល់ដូចជាភ័យនៅរឿងអ្វីមួយអីមិនដឹងអញ្ចឹងណាបាទហើយគាត់ក៏បានធ្វើដំណើរយ៉ាងប្រញាប់ប្រញាប់ចេញពីតំបន់ព្រៃហ្នឹងឲ្យបានផុតនៅក្នុងថ្ងៃហ្នឹងពីព្រោះគាត់ដឹងថាគាត់មិនអាចស្នាក់នៅក្នុងតំបន់ហ្នឹងមួយយប់ទៀតនេះបានទៀតនោះទេពីព្រោះវាអាចនឹងមានគ្រោះថ្នាក់ធំជាមិនខានដែលកំពុងតែរងចាំគាត់អញ្ចឹងគ្រប់យ៉ាងគឺដូចជាការគិតអញ្ចឹងបងប្អូនបាទដូចជាការគិតអញ្ចឹងគ្រាន់តែពួកគាត់បានធ្វើដំណើរនៅព្រឹកប្រហែលម៉ោងប្រហែល 9-10 ហ្នឹងក៏ឃើញថាគាត់ខំគ្រាដើរចុះដើរឡើងទៅក៏បានវិលត្រឡប់មកកាន់កន្លែងដដែលអញ្ចឹងមានន័យថាយ៉ាងម៉េចមានន័យថាពួកគាត់នៅពេលនេះគឺបានពង្វេងក្នុងព្រៃហ្នឹងហើយវាសំអីបាទដែលព្រានព្រៃជើងចាស់ដូចជាយោននិងអង្វុតដែលត្រូវមកពង្វេងក្នុងព្រៃវាអត់សមទេបាទបង្កែវគាត់ឃើញគាត់ដឹងថាពង្វេងប៉ុន្តែគាត់ថាវាមិនសមទេពុកគាត់ជាព្រានព្រៃចាស់ភាសារាប់ឆ្នាំហេតុអីក៏ម្ដងនេះនាំគាត់ដើរចាស់ដើរឡើងវិលត្រឡប់មកដល់កន្លែងដើមអញ្ចឹងគាត់ដើរចាស់ដើរឡើងទៅគឺឃើញថាឥឡូវនេះគឺថ្ងៃរសៀលហើយនៅតែអត់ទាន់ចេញផុតពីព្រៃទៀតទេបើនៅតែបន្តសភាពបែបហ្នឹងគាត់ថាគាត់នឹងមុខជាមានគ្រោះថ្នាក់មិនខានទេព្រាមនឹងអំយោនដែលជាពុកគាត់បានប្រាប់ទៅកាន់អង្វុតថាមើលលបងឯងគួរតែធ្វើវាបន្តិចទៅបើមិនអញ្ចឹងទេយើងចេញពីព្រៃនឹងឲ្យរួចទេគ្រាន់តែឮអំយោននិយាយបែបហ្នឹងអង្វុតក៏គាត់ដូចបានយល់គ្នាអញ្ចឹងអង្វុតគាត់ក៏បានទាញថងយាមគាត់ដែរអង្វុតក៏គាត់មានថងយាមមួយស្ពីដូចតែអំយោនដែរអញ្ចឹងនៅក្នុងនោះសិតតែរដាប់គ្រឿងអាគមអាមនឹងដូចគ្នាអញ្ចឹងដែរដល់មកលោះហើយគាត់ក៏បានទាញយកបានឈើខ្មៅពីដុំដែលមានប្រវែងប្រហែលជា2ថ្នាំងដៃគាត់យកមកក្តាប់នឹងដៃហើយសូត្រផ្លុំនៅក្បែរមាត់ហ្នឹងហើយក៏បានបោះវាទៅលើដល់តែបោះវាទៅលើទៅក៏អង្វុតប្រាប់យោនថា
ហ្នឹងហើយពូវាសម្រាប់បន្តិចទៅឲ្យរៀងបាត់ហត់ហូបអីទៅកុំឲ្យក្មេងៗឃ្លានមើលទៅមុខរៀងដូចហេវបាយដែរហើយបាទដល់តែអញ្ចឹងទៅក៏សម្រាប់ហូបបាយហូបអាហារក្រៀមដែលគាត់មានសល់នឹងមកក៏ហូបបាយរួចរាល់ហើយគាត់ក៏ឃើញថាឥឡូវនេះថ្ងៃរសៀលជ្រេហើយបើបន្តដំណើរចេញផុតពីព្រៃនឹងពីឥឡូវទៅគាត់ថាប្រហែលជាមេឃប្រលប់គឺទៅដល់ភូមិវិញហើយប៉ុន្តែផ្ទុយនៅវិញបើថាចេញមិនរួចទេគឺត្រូវតែដេកក្នុងព្រៃនឹងហើយប្រការណាដេកគឺបំយន់គាត់បានប្រាប់បង្កែវនឹងមកដំឲ្យថាអាចមានគ្រោះថ្នាក់អញ្ចឹងហើយគាត់ក៏បានធ្វើដំណើរម្ដងទៀតប៉ុន្តែធ្វើដំណើរលើកនេះគឺគាត់ធ្វើដំណើរផ្ទុយពីច្រាស់ទៅវិញបាទផ្ទុយពីច្រាស់ពីទិសដែលគាត់ដើរសំដៅពីភូមិគាត់ណាមានន័យថាព្រៃហ្នឹងគឺនៅទិសខាងលិចភូមិគាត់នៅទិសខាងកើតហើយឥឡូវគាត់ចេញពីភូមិនៅទិសខាងកើតព្រៃនៅទិសខាងលិចអញ្ចឹងគាត់ច្បាស់ណាស់គឺដើរសំដៅមកទិសខាងកើតនិងមកដល់ភូមិប៉ុន្តែលើកនេះអត់ទេគឺអម្ពុតបានប្រាប់អំយនថាដើរផ្ទុយគាត់និយាយខ្លីៗគ្នាគាត់ដូចថាគាត់យល់គ្នាគាត់ថាដើរផ្ទុយអញ្ចឹងទៅគាត់ដើរប្រច្រាស់ទៅទិសខាងលិចវិញដែលជាទិសចូលទៅព្រៃកាន់តែជ្រៅទៅវិញភ្លាមហ្នឹងបង្កែវនឹងបណ្ដំក៏ឆ្ងល់ហើយក៏គាត់លន់មាត់សួរទៅណាថាអ៊ំភូមិនៅខាងនោះតាដល់តែគាត់លន់មាត់សួរអញ្ចឹងទៅបង្កែវហ្នឹងណាដោយសារគាត់ឆ្ងល់ហើយគាត់ក្មេងផងគាត់មិនសូវចេះនេះដោយសារឥឡូវមេឃព្រឹកមេឃអីផងគាត់កំបានគិតច្រើនក៏សួរត្រង់ហើយដល់តែអញ្ចឹងទៅអ៊ំពុតក៏គាត់ប្រាប់ត្រង់វិញដែរថាមានគេចង់លាក់ផ្លូវក្មួយឯងដើរតាស្របដើរមួយថ្ងៃវល់ល្ងាចមកយប់វោះព្រឹកក៏នៅតែដើរដល់ភូមិដែរគេយកផ្លូវលាក់បាត់ហើយអញ្ចឹងមកចង់ដល់តើឯងដើរច្រាស់បាទតើឯងដើរច្រាស់វិញមករកផ្លូវឃើញមែនបងប្អូនប្រិយមិត្តវាដូចថាហាក់មិនជឿវាដូចជារឿងអភូតហេតុគាត់ដើរដំណើរទៅផ្ទុយបាទដើរមកបកធំមកហត់ដែរទៅណាឥឡូវនឹងថ្ងៃក៏រៀបលិចបាទថ្ងៃរៀបលិចក៏គាត់ចាប់ផ្លឹកស្គាល់ផ្លូវដល់កន្លែងដែលគាត់ស្គាល់បាទដល់កន្លែងដែលគាត់ស្គាល់ថាអូនឹងឲ្យផ្លូវទេទៅកាន់ភូមិគាត់បាទប៉ុន្តែបង្កែវគាត់នៅតែមានចំហគាត់ឆ្ងល់ថាធ្វើដំណើរទឹកទិសផ្ទុយទេហេតុអីក៏មកដល់ភូមិទាំងនៅភូមិនៅខាងកើតទេហើយគាត់ដើរហ្នឹងគាត់ដើរសំដៅទៅទិសថ្ងៃលិចទេថាតាហេតុអ្វីក៏បានជាមកដល់ភូមិអានេះជាចម្ងល់អញ្ចឹងចម្ងល់ជាច្រើនបានកប់ទុកនៅក្នុងគូក្បាលរបស់បង្កែវក៏ថាដល់ផ្ទះពេលណាគាត់នឹងសួរពុកគាត់នឹងអំវុតនៅរឿងរ៉ាវទាំងអស់ហ្នឹងបាទអញ្ចឹងគ្រប់យ៉ាងគឺដោយការស្មានរបស់អំយននិងអំវុតអត់ខុសទេគឺថាឥឡូវនេះគឺមេឃប្រលប់ទៅហើយគាត់នឹងក៏បានមកដល់ផ្ទះភ្លាមអ្នកស្រុកអ្នកភូមិកាលបើឃើញសភាពកូនរបស់អំវុតដែលជាបងភ័ណ្ឌត្រូវសัตว์អ្វីខំមានរបួសយ៉ាងដូចនេះគឺម្នាក់ផ្អើលឈូឆមើលចូលមកជួយមើលចង់ដឹងជួយទុរៈអញ្ចឹងណាបាទចង់ដឹងថាជាសัตว์អ្វីដែលវាបហាពួកគាត់ទៅបាទដល់តែអញ្ចឹងទៅក៏អំវុតគាត់បាននិយាយប្រាប់នៅរឿងរ៉ាវទាំងអស់កាលពីយប់មិញទៅកាន់អ្នកភូមិក៏ដូចជាអំយនហើយនឹងអ្នកភូមិផ្សេងទៀតដែលជាព្រានព្រៃដើរព្រៃអញ្ចឹងជាដំបូងគឺថាអំវុតគាត់បាននិយាយថាព្រៃដែលគាត់ធ្លាប់តែបរបាញ់បានសัตว์មានសัตว์ហ្នឹងឥឡូវមានគេមករករៀនហើយមានអ្នកផ្សេងគេមករករៀនគេចង់កាន់កាប់ជាតំបន់របស់គេហើយយប់មិញនេះគេហ្នឹងចង់យកជីវិតកូនគាត់ទៀតបើគុំតែគាត់បានហៅអំយនឲ្យមកជួយតាន់ពេលបាទកុំអីនឹងមានគ្រោះថ្នាក់អញ្ចឹងបាទមកដល់កន្លែងនេះបានថាបង្កែវគាត់ដឹងថាយប់មិញឪពុកគាត់ប្រាប់ថាមកពីជួយគេមកផ្លេតណាគឺទៅជួយអំវុតនឹងឯងណាទៅជួយអំវុតនឹងឯងដែលបានទុកគាត់ពីអ្នកបងប្អូនឲ្យដេកកណ្ដោយកណ្ដែងក្នុងព្រៃដល់តែអញ្ចឹងទៅអំវុតក៏គាត់បន្តទៀតបាទគាត់បន្តទៀតថានេះវាបញ្ជូនតំបរវាវាមកផងប៉ុណ្ណឹងបាទតំបរវាវាមកប៉ុណ្ណឹងហើយគាត់ក៏ប្រាប់ដែរថាអ្នកភូមិផ្សេងដែលជាព្រានព្រៃចង់ទៅបរបាញ់តំបន់នឹងទៀតសូមទៅជាក្រុមឲ្យមានគ្នាច្រើនហើយហាមយកក្មេងទៅឬមនុស្សស្រីទៅជាដាច់ខាតព្រោះព្រៃនេះមិនដូចព្រៃពីមុនទៀតទេគាត់បានហាមអញ្ចឹងទៅហើយគាត់ថាចំពោះសត្វដែលខំកូនគាត់នេះគាត់ក៏អត់ដឹងច្បាស់ថាជាសត្វអីដែរប៉ុន្តែគាត់ដឹងថាជាសត្វបរិវារដែលគេប្រើមកតែប៉ុណ្ណោះមកក្នុងរូបរាងសភាពជាខ្លាប៉ុន្តែមិនមែនខ្លាទេបាទគាត់និយាយចឹងគាត់តែនិយាយបានប៉ុណ្ណេះបង្កែវដោយថាគាត់នៅក្មេងគាត់មិនសូវជាយល់ស្ថានភាពទេប៉ុន្តែបើមើលទៅអ៊ំព្រានព្រៃចាស់ដូចជាយនដែលជាពុកគាត់អីគាត់ស្ដាប់ទាំងយកចិត្តទុកដាក់និងផ្ដោតអារម្មណ៍មកគាត់ដឹងថា
នឹងគឺជាបរិវារអីបាទអញ្ចឹងបងប្អូនចង់ដឹងថាបរិវារអីខ្ញុំនឹងបន្តសាច់រឿងទៅស្ដាប់ជាមួយខ្ញុំទាំងអស់គ្នាបាទបានដល់អញ្ចឹងទៅអ្នកភូមិក៏ចាប់ផ្ដើមមានការប្រុងប្រយ័ត្នអញ្ចឹងព្រៃដែលគាត់ធ្លាប់ទៅបរបាញ់ហ្នឹងក៏លែងមានអ្នកសូវហ៊ានទៅទៀតដែរហើយបើទៅក៏គេទៅគ្នាច្រើនអ៊ំចាស់ដែរឯងលែងឲ្យក្មេងៗទៅហើយបាទអញ្ចឹងក្មេងៗដូចជាបងកែវឬជាបងដំអីគឺលែងមានឱកាសបានទៅទៀតដែរដល់តែអញ្ចឹងទៅការបរបាញ់អីផ្សេងការចូលព្រៃរកថ្នាំឬឈើឬព្រៃអីផ្សេងហ្នឹងគឺឲ្យតែចាស់ដូចជាពុកគាត់ដូចជាអំភ័ណ្ឌឬព្រៃផ្សេងទៀតតែប៉ុណ្ណោះហើយការចូលទៅហ្នឹងក៏តតែលក្ខណៈមួយថាចាំបាច់ខ្លាំងដែរបានហ៊ានទៅបើមិនចាំបាច់ទេគឺពួកគាត់មិនទៅទេគឺគាត់មានកន្លែងផ្សេងដើម្បីបរបាញ់អីអញ្ចឹងទៅដល់អញ្ចឹងរឿងរ៉ាវទាំងអស់ហ្នឹងក៏ជាបទពិសោធន៍ក៏ដូចជាស្មារតីក្នុងការដាស់តឿនក្រានរំលឹកទៅកាន់អ្នកភូមិអញ្ចឹងណាកុំឲ្យធ្វើប្រហែសអញ្ចឹងចាប់តាំងពីពេលហ្នឹងមកក៏គ្មាននរណាគេហ្នឹងទៅបរបាញ់នៅម្ដុំព្រៃហ្នឹងទៀតដែរដោយស្ដាប់ទៅតាមបំផន់បានរៀបរាប់នៅសាច់រឿងហើយក៏ស្ដាប់ទៅតាមអំយោនដែលជាមនុស្សដែលអាចថាដូចជាមេកន្ទ្រៀងស្ដេចក្រែងក្នុងភូមិនឹងដែរគេគ្រប់ស្រឡាញ់គាត់ក៏បានប្រាប់បន្ថែមនៅរឿងរ៉ាវដែលគាត់បានជួបជាមួយកូនបន្ថែមទៀតទៅបាទថានៅយប់ហ្នឹងគាត់ក៏បានជួបដែរប៉ុន្តែវាធ្វើឲ្យគាត់អត់កើតនឹងកូនគាត់អត់កើតអញ្ចឹងណាអញ្ចឹងក៏វាទៅធ្វើបាបបងប្អូនដែលជាកូនអវុធនឹងឯងតែអញ្ចឹងទៅកូនអ្នកភូមិគេក៏ចាប់ផ្ដើមយល់ហើយថាมันអាចទៅព្រៃនឹងបានទេលុះចំណេកាលជាក្រោយមកទៀត4-5 ឆ្នាំក្រោយមកទៀតហ្នឹងក៏ថាព្រៃហ្នឹងចាប់តាំងពីពេលហ្នឹងមកគ្មានអ្នកណាធ្លាប់ទៅទៀតទេហើយគេក៏បានដូរទិសដៅទៅតំបន់ផ្សេងអញ្ចឹងណាប៉ុន្តែដោយសារតែតំបន់ផ្សេងហ្នឹងក៏វាខ្សត់ដែរវាអត់សូវសម្បូរព្រៃអត់សូវសម្បូរសត្វដែលពួកគាត់ត្រូវបរបាញ់យកមកធ្វើជាម្ហូបអាហារឬក៏ទៅរកថ្នាំឬឈើឬព្រៃដើម្បីទប់ព្យាបាលជំងឺនៅក្នុងភូមិនឹងទេអញ្ចឹងវាខ្សត់ទៅហើយពួកគាត់ក៏រកលែងបានបាទដល់ទៅរកលែងបានហើយឥឡូវហ្នឹងក៏វាខានទៅតំបន់ព្រៃដែលគាត់បានជួបរឿងរ៉ាវចម្លែកកាលពី 4-5 ឆ្នាំមុនហ្នឹងយូរហើយដែរតែអញ្ចឹងគាត់គិតថាវាមិនអីទេបាទក៏មានអ្នកភូមិម្នាក់បាទមានអ្នកភូមិម្នាក់មួយគ្រួសារសំទុកគឺមួយគ្រួសារគឺគាត់បានទៅលួចចូលបរបាញ់នៅតំបន់ព្រៃនេះស្ងាត់ដោយអត់ឲ្យអ្នកភូមិផ្សេងទៀតដឹងទេបាទមិនដឹងថាគាត់យ៉ាងម៉េចហើយមួយគ្រួសារហ្នឹងគឺសម្រាប់ពូឌីចោះដោយសារគាត់អាយុប្អូនរបស់អំយូនទេជាអ្នកភូមិម្នាក់ដែរនៅក្នុងភូមិហ្នឹងពូឌីគាត់ជាមនុស្សវ័យកណ្ដាលដែរគាត់មានល្បាអាយុ30ជាងគាត់មានកូនតូចទេហើយគាត់ហ្នឹងក៏ចង់ទៅបរបាញ់នឹងមួយសារទៅដោយសារទី1ប្រពន្ធគាត់ហ្នឹងក៏មានទងន់មានតៃពោះអញ្ចឹងណាត្រៀមសម្រាប់កូនអញ្ចឹងអាថ្នាំមួយចំនួនដែលត្រូវត្រៀមទៅរកសម្រាប់ឲ្យប្រពន្ធគាត់សម្រាប់ហ្នឹងគឺគាត់បានរកនៅតំបន់ផ្សេងហ្នឹងវាអត់មានតែអញ្ចឹងហើយគាត់ចាំបានថាព្រៃដែលគេហាមហ្នឹងវាមានអញ្ចឹងគាត់ត្រូវតែចិត្តដាច់ទៅចង់គឺត្រូវតែរកថ្នាំបើរកមិនបានថ្នាំទេក៏ហោចណាស់ក៏ត្រូវតែរកឲ្យបានសត្វព្រៃមួយចំនួនមកដើម្បីទុកធ្វើជាម្ហូបត្រៀមសម្រាប់ទំនប់បំរុងពេលដែលប្រពន្ធគាត់សម្រាលកូននៅពេលនោះគាត់គឺមិនអាចដើរចូលប្រពន្ធបានអញ្ចឹងណាអញ្ចឹងគាត់ត្រូវត្រៀមអញ្ចឹងទៅពូឌីគាត់ក៏ទៅបានបបួលមិត្តភក្តិគាត់ម្នាក់ទៀតបាទមិត្តភក្តិគាត់គឺឈ្មោះថាប្រសាទដែលមានវ័យសបាគ្នាហ្នឹងហើយក៏ជាមនុស្សនៅក្នុងភូមិនឹងដូចគ្នាទេបាទពួកគាត់ទាំងពីរនាក់ក៏បានបបួលគ្នាស្ងាត់នឹងណាត់គ្នាថាចេញដំណើរទៅក្នុងព្រៃនឹងនៅថ្ងៃស្អែកបាទនៅព្រឹកព្រហៀមដោយមិនអោយអ្នកភូមិអ៊ំចាស់ដូចជាមយូនអីហ្នឹងដឹងទេពីព្រោះកាលណាតែពួកគាត់ដឹងច្បាស់ណាស់គឺគាត់មិនអោយពួកគាត់ទាំងពីរនាក់ហ្នឹងទៅទេអញ្ចឹងគឺដោយការគ្រោងទុកបាទដោយការគ្រោងទុកពូឌីនិងបសាលគាត់បានចេញដំណើរតាំងពីព្រលឹមទៅកាន់តំបន់ព្រៃនឹងមិនឆ្ងាយប្រហែលទេបើការធ្វើដំណើរត្រឹមតែ1រសៀលគឺទៅដល់ហើយមានន័យថាចេញពីព្រឹកទៅដល់ថ្ងៃហ្នឹងប្រហែលជាម៉ោង2រសៀលអីគឺអាចទៅដល់ហើយបើអត់ចង់ដេកចង់ទៅវិលល្ងាចក៏បានដែរទៅមានទៅរកអីបានអីហើយត្រឡប់មកវិញអាចក្បាលប្រឡប់អីហ្នឹងគឺមកដល់ផ្ទះវិញហើយប៉ុន្តែគាត់ទៅលើកនេះដោយសារគាត់ទៅតែ2នាក់ដោយគាត់គិតថាមិនសម្រាប់ទេបាទគាត់គិតថាមិនសម្រាប់ទេគឺគាត់នឹងវិលត្រឡប់មកវិញដោយសារគាត់ខ្លាចមានគ្រោះថ្នាក់អីផងទី1ហើយទី2នោះគឺថាគាត់ទៅគ្នាតិចបើសម្រាប់លោកខេកមានរឿងអីទៅมันអាចជួយគ្នាបានណាបាទអញ្ចឹងគឺគម្រោងគាត់គឺទៅវិលត្រឡប់មកផ្ទះវិញបាទអញ្ចឹងគ្រាន់តែធ្វើដំណើរទៅតំបន់ព្រៃនឹងភ្លាមទៅដល់ព្រៃនឹងភ្លាមគឺឃើញថាសម្បូរណាស់សម្បូរដានសត្វដោយសារអីដោយសារគ្មានមនុស្សមកបរបាញ់នៅទីនឹងយូរហើយអញ្ចឹងគ្រាន់តែគាត់ពូឌីនិងពូសាលគាត់ដើរមកដល់គាត់ឃើញថាតំបន់នឹងគឺមានសុទ្ធតែដានសត្វបើដាក់ធ្នាក់ដាក់អន្ទាក់អីគឺថាមិនដឹងយកទៅណាអស់ទេចឹងហើយគាត់ក៏បានរៀបចំដាក់អន្ទាក់នៅតំបន់ថ្លុកទឹកមួយបាទពួកគាត់ដឹងថាថ្លុកទឹកហ្នឹងនៅពេលយប់ឬក៏នៅពេលល្ងាចសត្វវានឹងមករកទឹករកអីផឹកហើយអញ្ចឹងគាត់ក៏រៀបចំបាទអន្ទាក់ម្ដុំ
ធ្លុកទឹកនឹងមកធ្លុកនៅក្នុងព្រៃហ្នឹងទៅបាទពួកគាត់ឃើញដានសัตว์ផ្លូវដើរច្រើនណាស់អញ្ចឹងគឺនឹងជាប់ជាសំខាន់ទេហើយបើជាប់គាត់ថាបើជាប់ដាក់ឲ្យជាប់ភ្លាមបានភ្លាមគាត់ត្រឡប់ទៅផ្ទះវិញភ្លាមហើយក៏អត់នៅទេបាទក៏ប៉ុន្តែឃើញថាអ្វីគ្រប់យ៉ាងវាមិនដូចការគិតទេនៅពេលដែលគាត់រៀបចំផ្ទះអីរួចរាល់ហើយគឺឃើញថាមេឃហ្នឹងចាប់ផ្ដើមប្រលប់ងឹតបាត់បាទប្រលប់ងឹតបាត់អញ្ចឹងមកធ្វើដំណើរទាំងកដាយប់គឺអត់ស្រួលទេបាទអត់ស្រួលទេហើយបងសាលគាត់ដូចថាគាត់ក៏ធ្លាប់ដើរព្រៃជាមួយពួកគាត់អញ្ចឹងគាត់ថាគ្នាតិចដេកក្រមអត់ស្រួលទេប្រាប់ពួកម៉ាក់គាត់ថាអាឌីស៊ីបាយស៊ីអីឡើងលើថ្នាក់ឲ្យលឿនលើដើមឈើនេះគឺនៅដើមឈើធំមួយក្បែរកន្លែងដែលគាត់ដាក់អន្ទាក់ហ្នឹងឯងបាទក្បែរហ្នឹងទេគាត់ឡើងចាំមើលអន្ទាក់ផងនិងនៅកន្លែងក្បែរទឹកផងដើម្បីងាយស្រួលមានទឹកប្រើប្រាស់ស្រាប់អញ្ចឹងទៅអញ្ចឹងគ្រាន់តែគាត់រៀបចំបាយទឹកឲ្យហើយដាក់អន្ទាក់អីរួចរាល់ចប់សពគ្រប់គាត់អត់មានកាត់ភ្លើងដុតភ្លើងទេពីព្រោះគ្នាគាត់តិចបើហ៊ានតែដុតវាដូចជាសញ្ញាតាក់ទាញសត្វកាចសាហាវឲ្យមករអញ្ចឹងគាត់តែនេះហើយគាត់ក៏ឡើងទៅលើដើមឈើមួយខ្ពស់ហើយបានធ្វើធ្នាក់យកខ្សែចងកាប់នៅឈើពី3ធ្វើជាកន្លែងសម្រាប់អង្គុយទៅឬក៏ដេកទៅនៅលើចុងឈើហ្នឹងដើម្បីចាំផ្ទះគាត់ហើយនឹងបានព្រឹកឡើងបើជាប់សត្វអីបានច្រើនគឺគាត់នឹងប្រមូលសត្វហ្នឹងយកទៅភូមិវិញទាំងព្រឹកតែម្ដងអញ្ចឹងនេះជាអ្វីដែលពួកគាត់គិតនឹងគ្នានិយាយនឹងគ្នាបាទអញ្ចឹងក៏ជម្រាបផងដែរថាពូឌីនិងពូសានេះគាត់គឺជាព្រានព្រៃដែរប៉ុន្តែមិនមែនជាព្រានព្រៃជើងចាយទេគេថាជាព្រានព្រៃថ្មីដៃថ្មីតកតងនឹងសត្វគាត់ស្គាល់ច្រើនដឹងច្រើននិយាយផ្លូវខាងក្រៅប៉ុន្តែបើតកតងនឹងផ្លូវខាងក្នុងពួកគាត់ទាំងពីរនាក់នេះមិនទាន់ស៊ីជម្រៅអីប្រហែលទេបាទមិនទាន់ជាស៊ីជម្រៅអីទេបាទអញ្ចឹងគ្រប់យ៉ាងគឺវាដំណើរការទៅយ៉ាងរលូនហាក់បីដូចថាមិនសមមានរឿងអីគួរឲ្យភ័យខ្លាចឬព្រួយបារម្ភនោះទេប្រលប់យប់កាន់តែជ្រៅបន្តិចម្ដងគឺថានៅក្នុងព្រៃនេះគឺស្ងាត់ចូលតែមែនទែននៅពេលថ្ងៃលិចភ្លៀងគឺថាសំឡេងគេចាប់ដើមស្ងាត់ពី1ម៉ោងទៅ1ម៉ោងគឺស្ងាត់ទៅអញ្ចឹងណាបាទលុះយប់កាន់តែជ្រៅខ្យល់ក៏កាន់តែត្រជាក់បានបក់មកប៉ះកាយពួកគាត់ទាំងពីរនាក់ដែលកំពុងសំងំនៅលើចុងឈើដោយមិនហ៊ានដេកផងនោះចេះតែសំងំដោយមិនដឹងថាមានរឿងអីកើតឡើងផងនោះក៏ស្រាប់តែភ្លាមនឹងក៏បានខ្យល់បក់ប៉ះនៅច្រមុះរបស់ពួកគាត់នៅជះក្លិនយ៉ាងក្រអូបឈ្ងុយឈ្ងប់បាទក្លិនក្រអូបឈ្ងុយបប៉ះច្រមុះពួកគាត់ទាំងពីរនាក់ដឹងបានភ្លាមថានេះគឺជាក្លិនអ្វីបាទនេះគឺជាក្លិនអ្វីពួកគាត់ទាំងពីរនាក់ក៏បានកេះគ្នាហើយបានសួរគ្នាថាក្លិនដូចអញអត់អញ្ចឹងគាត់ដឹងបានភ្លាមថាមិនមែនក្លិនតែគាត់ទេគឺគាត់ក្លិនដូចគ្នាអញ្ចឹងក្លិនក្រអូបនោះបានឈួលយ៉ាងក្រអូបឈ្ងុយឈ្ងប់បក់មករំភើយទៅតាមទិសដៅនៃខ្យល់ដែលបានបាក់បក់មកកាន់គាត់នៅលើចុងឈើបាទហើយព្រាមនឹងបងប្អូនបាទព្រាមនឹងក៏មានមនុស្សស្រីបាទមិនខុសអីពីកាលពីអំយោនហើយនឹងបង្កៅនឹងបណ្ដំទៅក្នុងព្រៃនឹងទេគឺឃើញមនុស្សស្រីដើរមកកាន់ថ្លុកទឹកទាំងអាក្រាតកាយសក់វែងដល់ចង្កេះបាទមើលមុខមិនយល់ទេហើយមនុស្សស្រីដែលដើរមកហ្នឹងគឺមិនមែនដើរជាងពីរដូចមនុស្សយើងធម្មតាទេបាទគឺដើរជើង4ដូចជាសត្វពាហនៈទៅវិញបាទចឹងព្រាមគ្រាន់តែគាត់ឃើញគាត់ដឹងថាមិនមែនជាមនុស្សទេគាត់ដឹងហើយគាត់ស្មាតទោសគាត់មានរបស់ស័ក្តិសិទ្ធិអីក្នុងខ្លួនដែរណាបន្តពីគ្រួសារគាត់ចំនួនមុនចឹងទៅបាទគាត់ខំប្រឹងសូត្រគេថាអញ្ចឹងពីចេះពីដំណរពុកម្ដាយគាត់អញ្ចឹងទៅឲ្យជួបមកបាំងមកបិទទៅកុំឲ្យអានឹងមើលឃើញគាត់បាទគាត់សូត្រគាត់បន់អញ្ចឹងមកកុំឲ្យវាមើលឃើញគាត់បាទតែបើតាមសភាពមើលគាត់ថាអានឹងប្រហែលជាមើលអត់ឃើញគាត់មែនអានឹងមនុស្សហ្នឹងគាត់ចង់ថាមនុស្សស្រីហ្នឹងប្រហែលជាមើលអត់ឃើញគាត់មែនបាទមែនមនុស្សស្រីហ្នឹងដើរមកជើង4ដើរមកសម្រាប់ជើងព្រឹបដើរមួយជះក្លិនយ៉ាងកអូបមកផឹកទឹកថ្លុកហ្នឹងដែរបាទមកផឹកទឹកថ្លុកហ្នឹងហើយផឹកហើយលាងខ្លួនហើយងូតដូចថាងូតទឹកត្រាំទឹកលាងខ្លួនអីហើយក៏ដើរចូលទៅព្រៃវិញបាត់ទៅហើយគាត់ទាំងពីរនាក់នៅសង្ងំនៅចុងឈើពូសាឡើងបឌីកុកទ្រូងអែលទ្រូងក្តាប់ដៃគ្នាយ៉ាងណែនមកហើយគាត់សម្លឹងទៅមើលមនុស្សស្រីនឹងអត់ដាក់ភ្នែកទេហើយគាត់សូត្រគាត់បែកបន់ម៉ែបន់ថាកុំឲ្យវាឃើញគាត់បាទកុំឲ្យវាឃើញគាត់ហើយដល់ទៅវាទៅបាត់មនុស្សស្រីម្នាក់នឹងទៅបាត់គាត់រៀងធូបាទគាត់ធូទ្រូងក្តាប់ដៃកាន់ដៃគ្នាទាំងពីរនាក់
ចឹងទៅគាត់ក៏ស្ងប់មកសបកទៀតទៅអត់ហ៊ានដេកទេណាតាំងពីអ្នកនឹងអត់ហ៊ានដេកទេខ្លាចមានរឿងអីទៅអត់អាចជួយគ្នាបាទដល់តែស្ងប់មកសបកទៅក៏បាទឮសំឡេងរើបំរាស់នៅកន្លែងដែលគាត់បានដាក់ធ្នាក់អន្ទាក់សัตว์ព្រោះប្រកតែឮតែសំឡេងរើអត់ឮសំឡេងសัตว์នឹងស្រែកឬក៏យំអីទេបើជាតាមធម្មតាសัตว์ដែលវាជាប់អន្ទាក់លែងអីវានឹងស្រែកជាសំឡេងវាបើសិនជាជ្រូកព្រៃវាស្រែកចេញមកសំឡេងជ្រូកព្រៃបើសិនជាឆ្លុះឬក្តាន់ញ៉ៃវាស្រែកចេញមកជាសំឡេងក្តាន់ញ៉ៃបើសរសៃវាស្រែកមកជាសំឡេងសរសៃប៉ុន្តែនេះអត់ទេឮតែសំឡេងរើប្រោះរឿងមកសបកទៅក៏ស្ងាត់ទៅវិញពួកគាត់ទាំងពីរអ្នកអង្គុយនៅលើចុងឈើដកដង្ហើមធំមើលមុខគ្នាលេងឡំមើលអត់យល់អត់ដឹងថាជាអ្វីប្រកាសបាទដល់តែអញ្ចឹងទៅគាត់ក៏ចេះតែសំងំទៅព្រោះมันអាចចុះដីបានទេឥឡូវនេះយប់ជ្រៅខាងក្រោមមើលអីមិនឃើញច្បាស់ទេមិនដឹងថាមានសត្វកាយសាហាវឬក៏អ្វីឲ្យប្រកាសឬក៏អត់នោះទេបាទដល់តែចេះតែសំងំបានមកសបកទៀតទៅក៏មិនសល់ប្រហែលម៉ោងទេបើតាមគាត់គិតណាបាទពូឌីនឹងម្សិលគិតថានៅមិនប្រហែលម៉ោងទៀតទេបើតាមគាត់គិតថាប្រហែលជាឥឡូវនេះម៉ោង3ទីភ្លឺហើយប្រហែលជា2ម៉ោងទេថ្ងៃរះហើយ2ឬ3ម៉ោងទៀតចឹងគាត់ចេះតែសងំគាត់គិតថាមិនអីទេណាចាំព្រឹកចាំចុះមើលបើសិនជាសត្វជាប់មែនចាំព្រឹកណាកុំខ្វល់វានៅតែជាសត្វទេបាទដល់តែអញ្ចឹងទៅបងប្អូនហើយម៉ោង3ជាងហ្នឹងក៏ស្រាប់តែពូសាលគាត់ដេកលក់មកភាំងហ្នឹងនៅលើធ្នាក់ហ្នឹងគាត់ដេកមកភាំងបាទដេកលក់មកភាំងទៅក៏ភ្លាមហ្នឹងគាត់ក៏ស្រូវភ្ញាក់មកដូចគេចោលបាទភ្ញាក់ខ្លួនមកព្រឹតបាទគាត់ភ្ញាក់មកព្រឹតដោយសារពូឌីបានអង្គើមកឈើអង្គើមកឈើយ៉ាងម៉េចពូឌីអង្គើមកឈើសម្រុតចុះដីបាទមកដល់ពាក់កណ្ដាលដើមបាទមកដល់ពាក់កណ្ដាលដើមមកសាលគាត់ឃើញគាត់ថាគាត់ស្រែកហៅអាឌីឯងតាណាអាឌីឯងតាណាស្រែកខ្លាំងមកដល់តែមើលទៅក្រោមគល់ឈើទៅក៏ឃើញថាប្រពន្ធពូឌីកំពុងតែឈរបក់ដៃហៅពូឌីឲ្យចុះមកគាត់រៀបឆ្លងទន្លេហើយបងប្អូនហើយអញ្ចឹងមកដូចចាស់ថានៅក្នុងព្រៃបើឃើញសាច់ញាតិអីមកហៅមកតាមមកទៅផ្ទះអីគុំអានឹងមិនមែនទេគឺជាពពួកអមនុស្សទេបងប្អូនហើយពេលហ្នឹងវាយឺតពេលបាត់ទៅហើយគ្រាន់តែពូឌីសម្រុតចុះដល់ពាក់កណ្ដាលដើមទៅពូសាលក៏ដឹងថាពូឌីសម្រុតចុះមកដល់ឯបខ្លាមកពីណាមិនដឹងទេបងប្អូនប៉ុណ្ណាណៃហោះមកខំពូឌីអូសទៅបាត់ពូសាលស្រែកដល់ញ័រមាត់ពីចុងឈើស្រែកផងយំផងអាឌីគាត់ស្រែកយំអាឌីឯងមិនចឹងអាឌីឯងគួរណាចឹងទេស្រែកផងយំផងដល់តែភ្លាមនឹងមនុស្សស្រីហ្នឹងក៏រត់ទៅតាមអាសត្វខ្លាហ្នឹងបាទមនុស្សស្រីហ្នឹងដែលក្នុងរូបភាពជាប្រពន្ធរបស់ពូឌីហ្នឹងរត់ទៅតាមខ្លាដែលបានខំអូសពូឌីទៅមុនអូយប្រិមិត្តហើយខ្ញុំព្រឹកក្បាលផ្ញើគ្រាន់តែនិយាយប្រាប់ប្រិមិត្តបាទចឹងគាត់ក៏យំទាំងអារម្មណ៍មួយសោកស្ដាយផងភ័យផងខឹងផងចឹងណាថាមិនគួរណាគាត់ដេកលក់មកភាំងវាទៅជាចឹងបាទគាត់អង្គុយយំស្រែកជេរស្រែកពេញព្រៃរហូតដល់តែព្រឹកឡើងបាទដល់តែព្រឹកឡើងក៏គាត់បានចុះពីដើមឈើទាំងប្រញាប់ប្រញាប់បាទមិនប្រញាប់ប្រញាប់អីទេបងប្អូនគឺប្រញាប់ប្រញាប់ទៅភូមិវិញព្រោះនៅពេលនេះលែងមានអារម្មណ៍រឿងមករកបបាញ់សត្វរឿងមករកថ្នាំឬឈើឬព្រៃឬមករកទ្រពកំណប់អីទៀតដែរគឺអត់ទេគឺរត់រកប្រែយកធ្វើយ៉ាងណាឲ្យដល់ភូមិវិញគាត់រត់មកកាត់កន្លែងដែលគាត់បានដាក់អន្ទាក់គឺគាត់បានឃើញថាអន្ទាក់របស់គាត់ណាវាបានជាប់មែនហើយជាប់ហ្នឹងគឺថាបានដាច់ជើងខ្សែដែលគាត់ចងនឹងរឹតវារើអាសត្វដែលដាច់ជើងនឹងដឹងថាជើងអីបងប្អូនគឺជាជើងខ្លាហើយខ្លានឹងក៏ធំទៀតជើងខាងមុខដូចថាវាសុកចិត្តរើដាច់ជើងចោលគ្រាន់តែគាត់ឃើញចឹងគាត់រត់មកគ្មានបានងាកក្រោយទេរត់សំដៅមកភូមិរត់គាត់ថារត់មិនឈប់លុះតាមមកដល់ភូមិគឺគាត់រត់ទៅរកអ៊ំយ៉ូនមុនគេដល់ផ្ទះអ៊ំយ៉ូនក៏បានដំណើរនៅរឿងរ៉ាវគ្រប់សពបែបយ៉ាងដែលគាត់បានឃើញបានជួបការពិយប់មិញហើយរួមជាមួយនឹងពូឌីត្រូវបានខ្លាខំអូសទៅបាត់ការពិយប់មិញប្រាប់អ៊ំយ៉ូនហើយអ៊ំយ៉ូនបាទគាត់ក៏មិនបន្ទោសមិនថាយ៉ាងម៉េចដែរបាទគាត់ថាច
ចូលរួមសោកស្ដាយទៅបើធ្វើម៉េចរឿងរ៉ាវវាដល់ដំណាក់កាលហ្នឹងហើយគាត់ក៏បានដងទឹកមកផ្ទាល់ធ្វើគេហៅថាខាងភ្លើងងឹតអ៊ំអាមឲ្យពូសាលនឹងផឹកដើម្បីកុំឲ្យពូសាលខ្លាចភ័យស្លន់ស្លោទៅជាឈឺកុសសក់ងាប់ដល់អញ្ចឹងទៅក៏ឲ្យពូសាលទៅសម្រាប់ផ្ទះទៅរឿងរ៉ាវសោះប្រមាណគាត់ចេះដោះស្រាយបាទអ៊ំយូនក៏ប្រាប់ប៉ុណ្ណឹងហើយរឿងអ៊ំយូនក៏គាត់ប្រាប់ទៅដល់នៅភូមិផ្សេងទៀតទេណារឿងដែលពូសាលប្រាប់គាត់តែប្រមាណមកគឺគាត់រក្សាការសម្ងាត់ទុកពីព្រោះគាត់ខ្លាចថាអ្នកស្រុកនៅភូមិបានដឹងទៅវាទៅជារឿងបាច់ធ្លីហូជាស្ទឹងវែងឆ្ងាយអញ្ចឹងហើយគាត់ក៏បានផ្ដាំទៅពូសាលថាហាមយករឿងនឹងទៅនិយាយប្រាប់អ្នកភូមិផ្សេងទៀតសោះតែត្រូវប្រាប់ប្រពន្ធរបស់ពុទ្ធីឲ្យដឹងនៅរឿងរ៉ាវនេះផងអញ្ចឹងហើយបងប្អូនរឿងនឹងគឺថាបានដឹងទៅដល់ប្រពន្ធពុទ្ធីបាទដឹងដល់ប្រពន្ធពុទ្ធីគាត់បានដឹងគឺគាត់ដូចថាគាត់ធ្វើចិត្តអត់បានគាត់ថាលក្ខណៈថាមិនសមទៅយ៉ាងអញ្ចឹងគាត់ក៏ធ្លាក់ខ្លួនឈឺបាទធ្លាក់ខ្លួនឈឺនឹកប្តីបងស្ដាយប្តីផងទៅក៏ឪពុកម្ដាយគាត់នឹងនាំទៅរស់នៅភូមិផ្សេងមួយរយៈសិនទៅដើម្បីឲ្យគាត់សម្រាលឲ្យរួចសិនកុំឲ្យនៅភូមិនឹងទៀតកុំឲ្យនឹកអារឿងដែលប្តីគាត់បានត្រូវសត្វខ្លាខំអូសទៅកាប់យកមិញនឹងធ្វើគាត់ទៅជាមានបញ្ហាសុខភាពអីចឹងទៅបាទហើយរឿងនឹងក៏ទៅបានលាក់យ៉ាងចិត្តលុះតែប្រហែលជាមួយខែក្រោយមកទៅអ៊ំយូនគាត់ដាច់ចិត្តហៅអ៊ំចាស់នៅក្នុងភូមិទាំងអស់តែជាជើងចាស់ព្រានព្រៃដែលធ្លាប់ដើរព្រៃទាំងអស់គ្នាហ្នឹងថាឥឡូវនេះវាហ៊ានដល់សម្រាប់អ្នកភូមិព្រោះថាឌីត្រូវវាខំយកទៅហើយប្រហែលមួយខែមុនជាមួយអាសាសំណាងដល់ចេះរត់យករួចខ្លួនរស់បាទអញ្ចឹងទៅក៏អ៊ំយូននិយាយរឿងរ៉ាវទាំងអស់ហ្នឹងប្រាប់ទៅកាន់អ៊ំដែលជាព្រានព្រៃហើយអ៊ំកាលបើឮដឹងរឿងរ៉ាវទាំងហ្នឹងហើយគាត់ដឹងថានេះគឺជាអីបងប្អូនគឺជាព្រាយខ្លានឹងឯងបាទអញ្ចឹងហើយអ៊ំដែលជាព្រានព្រៃចាស់គាត់ថាមិនអាចទុកវាឲ្យធ្វើបាបនៅស្រុកនៅភូមិអញ្ចឹងទេបើតែកាលណាវាញ៉ាំសម្រាប់មនុស្សបានវានឹងកាន់តែខ្លាំងតែវាខ្លាំងទៅគឺវាអាចមកអុកឡុកដល់ស្រុកដល់ភូមិហើយបើមិនមែននៅក្នុងព្រៃទេអញ្ចឹងហើយគាត់អ៊ំចាស់ទាំងអស់គ្នានឹងបានជំនុំគ្នាហើយក៏អ៊ំយូនសម្រេចថានឹងរកពេលវេលាល្អណាមួយដើម្បីទៅព្រៃនោះដើម្បីទៅបោះបាញ់ប្រមាញ់ព្រាយខ្លាមកគូនឹងដើម្បីកុំឲ្យវាមកធ្វើបាបឬក៏យាយីអ្នកស្រុកនៅភូមិបន្តទៀតអញ្ចឹងហើយពួកគាត់ទាំងអស់គ្នាក៏បានណាត់គ្នាថានឹងទៅក្នុងព្រៃដែលមានពពួកព្រាយខ្លាមួយគូនឹងរស់នៅខែក្រោយបន្ទាប់ពីរដូវប្រមូលផលរួចបាទគឺពួកគាត់ណាត់គ្នាថានឹងទៅព្រៃនោះដើម្បីបោះបាញ់សត្វខ្លានៅក្នុងព្រៃនេះដែលជាព្រាយខ្លានឹងឯងបាទអញ្ចឹងមកដល់ពេលនេះគឺថាបងដំដែលត្រូវជាបងរបស់បងកៅគឺគាត់បានពេញរូបពេញរាងហើយគាត់កំឡោះពេញកម្លាំងពេញរូបពេញរាងហើយរីឯបងកៅឥឡូវនេះគាត់ក៏មានវ័យជំទង់ប៉ុន្តែរូបរាងគាត់ក៏មានមមដូចជាពុកគាត់ដែលជាអ៊ំយូនអញ្ចឹងប៉ុន្តែគាត់រៀងតូចជាងបងកៅបងដំដែលជាបងគាត់ទេហើយលើកនេះគឺថាបងដំនិងបងកៅក៏គាត់បានសុំមកពុកគាត់ទៅជាមួយបាទដើម្បីចង់រៀនអំពីរបៀបក៏ដូចជាវិធីផ្សេងក្នុងការបោះបាញ់ប្រមាញ់ពពួកសត្វកាយសាហាវដែលមានវិញ្ញាណព្រាយនៅជាមួយអញ្ចឹងហើយអ៊ំយូនក៏គាត់មិនខាត់អីដែរបាទមិនខាត់ពួកគាត់ទាំងពីរនាក់ហ្នឹងទេថាឲ្យទៅវាជាការល្អដើម្បីពួកគាត់អាចបានរៀនសូត្រអំពីរបៀបផ្លូវក្នុងអីផ្សេងនៅក្នុងពេលនេះផងដែរហើយក៏ប៉ុន្តែមុនដល់ថ្ងៃទៅបោះបាញ់ហ្នឹងគឺថាអ៊ំយូនគាត់បានដំណាលនៅរឿងរ៉ាវប្រវត្តិគ្រួសារគាត់ខ្លះដែលពុកគាត់ជីតាគាត់ដំណើរប្រាប់គាត់ដូចគ្នាអញ្ចឹងណាអំពីវត្ថុស័ក្តិសិទ្ធិពីរយ៉ាងដែលបានបន្សល់បន្តចំនួនមកមិនដឹងពីជំនាន់ណាមកទេបាទមិនដឹងពីជំនាន់ណាមកទេប៉ុន្តែគាត់ថាគាត់ទទួលបានពីពុកគាត់ដែរហើយឥឡូវអ៊ំយូនក៏គាត់ផ្ទេរទៅឲ្យកូនគាត់ដែរអញ្ចឹងវត្ថុស័ក្តិសិទ្ធិទាំងពីរហ្នឹងគឺស្អីគេអញ្ចឹងទី1គឺជាស្នាហ្នឹងគឺដូចជាព្រួយអញ្ចឹងបងប្អូនប្រិយមិត្តគឺដូចជាព្រួយអញ្ចឹងអាស្នាហ្នឹងតែវាមានដងកាន់តម្រង់បាញ់បាតអានឹងគឺជារបស់ស័ក្តិសិទ្ធិដែលស្នានឹងធ្វើពីឈើដែលមាននាងពួននៅបើតាមប្រវត្តិជីតាគាត់ប្រាប់ឬឪពុកគាត់ប្រាប់អ៊ំយូនគាត់ប្រាប់បងកៅនឹងម្ដងថាស្នានឹងគឺជាស្នាដែលធ្វើពីឈើដែលមាននាងពួននៅ
ហើយจิตតាគាត់នឹងបានបញ្ចុះមនោគមអូមអាមឋាននៃផ្សេងនៅក្នុងស្នានឹងដូចគ្នាហើយស្នានេះក៏មានដំណំដែរបាទដំណំយ៉ាងម៉េចស្នានេះគឺមិនអាចយកទៅបាញ់សត្វដែលកាន់សិលទេបាទអញ្ចឹងបងប្អូនឆ្ងល់ទេចំមានសត្វកាន់សិលទេអញ្ចឹងខ្ញុំក៏អត់ដឹងដែរប៉ុន្តែបងកែវក៏និយាយអញ្ចឹងឪពុកគាត់ប្រាប់មកអញ្ចឹងសត្វកាន់សិលអញ្ចឹងខ្ញុំមិនដឹងថាយ៉ាងម៉េចទេបើសិនជាយកទៅបាញ់សត្វដែលគេជាអ្នកកាន់សិលកាន់ធម៌កាន់អាស្នានឹងនឹងលែងស័ក្តិសិទ្ធិដែរបាទប៉ុន្តែផ្ទុយមកវិញបើសិនជាស្នានឹងយកទៅបាញ់ចំពពួកសត្វដែលមានវិញ្ញាណអាក្រក់កាន់នៅគឺនឹងងាប់ភ្លាមតែម្ដងងាប់ភ្លាមមកបើបាញ់ចំបាទគឺថាខ្លាំងប្រកែកអញ្ចឹងហើយมันអាចយកស្នានឹងទៅបាញ់សត្វដែលកាន់សិលទេអានេះជាដំណំទី1បាទអញ្ចឹងហើយខ្ញុំមិនដឹងថាសត្វកាន់សិលនឹងយ៉ាងម៉េចដែរបាទអញ្ចឹងនេះគឺជាវត្ថុដែលបន្តចំនួនពីណាមិនដឹងនេះដែលឥឡូវនេះគឺថាអ៊ំយូនគាត់បានប្រទេសស្នានឹងឲ្យទៅបងកែវរីឯវត្ថុស័ក្តិសិទ្ធិមួយទៀតបាទវត្ថុស័ក្តិសិទ្ធិមួយទៀតគឺជាកំបិតបន្ទោះឬកំបិតចិត្តថ្នោតកំបិតបន្ទោះអញ្ចឹងកំបិតនឹងវារឿងធំល្មមប្រហែលជាប៉ិនបាត់ដៃបាទប៉ិនបាត់ដៃមានដងឈើមួយយ៉ាងខ្លឹមខ្មៅក្រឹបដែលកាន់ទៅហាប់ពេញដៃល្អមែនទេបាទហាប់ពេញដៃល្អហើយកំបិតនឹងនៅលើកំបិតនឹងគឺមានចាបាទចាអសដូចអសបុរាណមិនដឹងទេបាទចាចំនួន3ជួរហើយមានដូចជាឋាននៃផ្សេងផងដែរនៅលើកំបិតនឹងបាទហើយអ៊ំយូនក៏គាត់បានប្រាប់ទៅកាន់បងដំដែលជាបងគាត់ហ្នឹងថាកំបិតនេះគឺគាត់បកគលឲ្យបងដំអត់អាចយកទៅប្រើនៅក្នុងផ្លូវខុសទេព្រោះកំបិតនេះគឺមានឥទ្ធិពលខ្លាំងអាចធ្វើរឿងបានគ្រប់បែបយ៉ាងទាំងអស់បាទมันអាចយកទៅប្រើក្នុងផ្លូវខុសហើយណាបាទអញ្ចឹងអានឹងភាសាបែបហ្នឹងមិនដឹងថាមានន័យយ៉ាងណាដែរខ្ញុំក៏មិនបកស្រាយទេគាត់ផ្ដាំថាកុំឲ្យយកទៅប្រើក្នុងផ្លូវខុសហ្នឹងទៅធ្វើអំពើអាក្រក់តែប៉ុណ្្នឹងទេដំណំមកគេក្រៅប៉ុណ្្នឹងបើថាគាត់ទៅទុកដើម្បីការពារខ្លួនបាទទុកដើម្បីសម្រាប់សត្រូវដែលចង់ព្យាបាលអត់បញ្ហាទេកំបិតនេះគឺជាកំបិតដែលចាក់ពុទ្ធពិតគឺងាប់តែម្ដងបើចំពោះសត្វកាចសាហាវបាទគេអញ្ចឹងអានេះគឺជាប្រវត្តិខ្លះៗដែលអ៊ំយូនគាត់បានផ្ដាំប្រាប់កូនគាត់ទាំងពីរនេះអំពីវត្ថុស័ក្តិសិទ្ធិដែលគាត់បានចែកជូននឹងដំណំមួយចំនួនតាក់ទងជាមួយវត្ថុស័ក្តិសិទ្ធិទាំងពីរហ្នឹងដើម្បីឲ្យកូនគាត់ទាំងពីរនាក់ហ្នឹងប្រយ័ត្នបាទដើម្បីឲ្យពួកគាត់ទាំងពីរនាក់ហ្នឹងប្រយ័ត្នកុំឲ្យប្រើទៅក្នុងផ្លូវខុសឬក៏ខុសដំណំជៀសវាងវានាំមហន្តរាយដល់ខ្លួនគាត់ទាំងពីរនាក់ហ្នឹងវិញអញ្ចឹងចំពោះសាច់រឿងនៅក្នុងភាគទី2នេះខ្ញុំបាទក៏សូមស្លេះត្រឹមតែប៉ុណ្ណេះសិនទៅចោះហើយខ្ញុំបាទនឹងសូមបន្តនៅក្នុងភាគទី3ដែលជាភាគដែលនឹងនិយាយរៀបរាប់អំពីការធ្វើដំណើររបស់ព្រានព្រៃអ៊ំចាស់រួមជាមួយនឹងគ្រូសាមយូនដែលមានអ៊ំយូនបងដំនិងបង្កែវដែលធ្វើដំណើរទៅក្នុងព្រៃដើម្បីទៅបរបាញ់ព្រីខ្លាមួយគូដែលបានសម្លាប់ពូឌីកាលពីដើមសាច់រឿងភាគទី2នេះបាទដូចនេះខ្ញុំនឹងបន្តនៅភាគទី3ចំពោះសាច់រឿងទាំងអស់នេះហើយចង់ដឹងថានៅភាគបន្ទាប់មានរឿងរ៉ាវអ្វីខ្លះបានកើតឡើងអញ្ចឹងចាំតាមដានស្ដាប់ជាមួយខ្ញុំទាំងអស់គ្នានៅភាគទី3ហើយមកដល់កន្លែងនេះខ្ញុំបាទក៏សូមអរគុណច្រើនមែនទែនសម្រាប់បងប្អូនប្រិយមិត្តមិត្តអ្នកស្ដាប់ទាំងអស់គ្នាដែលខំចំណាយពេលវេលាដ៏មានតម្លៃនៅក្នុងការស្ដាប់នៅការដំណើរនៃសាច់រឿងរបស់ខ្ញុំនេះហើយបើសិនជាមានកន្លែងណាខុសឆ្គងពីកន្លែងណាមិនសមរម្យខ្ញុំបាទក៏សូមអធិស្ឋានខន្តីអភ័យទោសពីបងប្អូនប្រិយមិត្តមិត្តអ្នកស្ដាប់ទាំងអស់គ្នាផងដែរហើយខ្ញុំសូមអរគុណច្រើនជូនពរបងប្អូនទាំងអស់គ្នាជួបតែសំណាងល្អនិងសុខភាពល្អគ្រប់ទិវារាត្រីហើយខ្ញុំបាទនឹងវិលមកជួបបងប្អូនទាំងអស់គ្នាសាជាថ្មីនៅក្នុងវីដេអូសាច់រឿងភាគទី3បាទដូច្នេះត្រូវប្រកាសថាបងប្អូនទាំងអស់គ្នាបានចុច Subscribe Channel របស់ខ្ញុំដើម្បីទទួលបានវីដេអូថ្មីពីខ្ញុំមុនគេរាល់ពេលដែលខ្ញុំបានផុសទៅក្នុង YouTube បាទអរគុណច្រើនជំរាបលាជួបគ្នានៅវីដេអូបន្តបាយបាយ